ស្អីបងប្អូនបាទតាមទិន្នន័យរដ្ឋមន្ត្រីក្រសួងសុខាភិបាលណាបាទគាត់បានបង្ហាញនៅឆ្នាំ2025មិនហ្នឹងឯងជំងឺទឹកនោមផ្អែមគឺមានការកើនឡើងរហូតដល់59%បងប្អូនបាទ59%គឺច្រើនមែនទែនអានេះគឺជាទិន្នន័យដែលគាត់បានមកពីគេហៅថាអ្នកជំងឺដែលទៅព្យាបាលទៅជួសឈាមមើលចុះអ្នកដែលអត់ទៅព្យាបាលអ្នកដែលអត់ទៅជួសឈាមមើលអ្នកដែលអត់ដឹងតែប្រហែលទៅជាខ្ញុំគិតណាប្រហែលជា80ទៅ90%គឺជាចំនួនមួយច្រើនមែនទែនហើយសូមបញ្ជាក់ណាចំនួននេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាណាគឺជុំវិញពិភពលោកបាទហើយបើតាមអង្គការសុខភាព WHO ណាគឺមានគឺស្លាប់ក្នុងមួយឆ្នាំ60000នាក់បាទ60000នាក់បើយើងគិតទៅចែកនឹង365ថ្ងៃមួយថ្ងៃវា164នាក់ស្លាប់ដោយសារជំងឺលាក់មុខបាទខ្ញុំដាក់វាជាជំងឺលាក់មុខដោយសារតែជំងឺនេះជាជំងឺមួយដែលចូលទៅក្នុងខ្លួនយើងមិនដឹងខ្លួនណាដូចជាជំងឺទឹកនោមផ្អែមបាទជំងឺលើសឈាមជំងឺកាំងបេះដូងជំងឺស្លាប់អាជីវកម្មខ្លួនជំងឺមហារីកហ្នឹងហៅជំងឺលាក់មុខហើយបងប្អូនអញ្ចឹងណាអូខេអញ្ចឹងទិន្នន័យខែ3នេះបាទដោយអង្គការសុខភាពលោកក៏បាននិយាយដែរម្នាក់ក្នុងចំណោម5នាក់គឺអាចនឹងមានគេហៅថាជំងឺគេហៅថាស្លាប់មកជាខ្លួនណាបាទហ្នឹងហើយអញ្ចឹងទាំងអស់នេះហើយគឺជាបញ្ហាដែលយើងគួរតែចាត់វិធានការជួយទាំងអស់គ្នាហើយនឹងខ្ញុំសូមចេញវីដេអូមួយប្រាប់បងប្អូនពីរបៀបមើលគេហៅថាកម្រិតស្ករនៅក្នុងអាហារដែលបងប្អូនទិញទៅទទួលទានហ្នឹងឯងពេលដែលបងប្អូនចូលផ្សារទំនើបក្តី100%បងប្អូនត្រូវតែមើលអាកម្រិតស្ករនៅក្នុងហ្នឹងអញ្ចឹងអាកម្រិតស្ករហ្នឹងហើយដែលបំផ្លាញយើងរាល់ថ្ងៃដែលយើងមិនដឹងខ្លួនណាហ្នឹងហើយអញ្ចឹងខ្ញុំសូមបង្ហាញដូចតទៅបាទនេះគឺជាភេសជ្ជៈទាំងអស់បាទឃើញទេបាទ18ក្រាមបងប្អូនហើយស្ករ20ក្រាមមួយនេះគឺ 14.4 ក្រាមហើយមួយនេះគឺ31ក្រាមចំណែកមួយនេះវិញគឺរហូតដល់ 14.6 ក្រាមចំណែកមួយនេះគឺ 25.7 ក្រាមគឺច្រើនមែនតើហ្មងបាទហើយបន្ទាប់មកគឺទឹកផ្លែឈើម្ដងបាទណាទឹកផ្លែឈើមួយនេះ31ក្រាមបាទហើយមួយនេះក៏31ក្រាមដែរបាទបន្ទាប់មកអានេះ8ក្រាមអានេះ21ក្រាមបាទឥឡូវចូលដល់នំណានំបងប្អូនមើលពាក្យកាបូអ៊ីដ្រាតហ្នឹងម្សៅហើយអានេះ37ក្រាមបាទអានេះ53ក្រាមបាទអានេះវិញគឺ84ក្រាមជឿណាបងប្អូនអើយអានេះគឺ27ក្រាមអញ្ចឹងបងប្អូនបាទអញ្ចឹងអានេះគឺជាកម្រិតស្ករហើយនឹងដែលបានមកពីកាបូអ៊ីដ្រាតហើយនឹងស្ករដែលបងប្អូនគួរតែដឹងបាទអញ្ចឹងសរុបទៅមកការមើលគេហៅថាកម្រិតស្ករនៅក្នុងអាហារនៅក្នុងភេសជ្ជៈគឺសំខាន់ខ្លាំងមែនទែនហ្មងអញ្ចឹងណាហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចបាទបើតាមសហព័ន្ធបេះដូងអាមេរិកណាបាទគេឲ្យមនុស្សពេញវ័យញ៉ាំបានតែ36ក្រាមទេបាទហើយមនុស្សស្ត្រីបានតែ25ក្រាមទេហើយក្មេងគឺតែជាង25ក្រាមទៀតអញ្ចឹងណាបាទហើយបងប្អូនមើលអាស្ករក្នុងភេសជ្ជៈមកកំប៉ុងមើលប្រហែលខ្លះ30ជាងបាទខ្លះ40ជាងខ្លះ20ជាងអញ្ចឹងមកកំប៉ុងហ្នឹងវាខ្លះទៅវាលើសបាត់ហើយអានេះយកតយើងគិតញ៉ាំបាយណាញ៉ាំអាហារផ្សេងអូខេបាទញ៉ាំផ្លែឈើញ៉ាំបន្លែអញ្ចឹងបូកអានឹងចូលទៀតបងប្អូនគិតមើលអញ្ចឹងបងប្អូនមួយថ្ងៃយ៉ាងតូចក៏100ទៅ100ជាងដែរមួយថ្ងៃបាទលើសច្រើនមែនតើមកអញ្ចឹងមិនថាឈាមនេះសិតតែស្ករឈាមផ្អែមសិតតែស្ករអញ្ចឹងបងប្អូនបាទអញ្ចឹងទីបុតនេះហើយដែលធ្វើឲ្យបងប្អូនមានជំងឺទឹកនោមផ្អែមបាទលើសគីឡូជំងឺកាំងបេះដូងជំងឺលើសឈាមបាទខ្លាញ់គុំក្លៅហ្នឹងដោយមិនដឹងខ្លួនអញ្ចឹងសូមឲ្យបងប្អូនប្រយ័ត្នអញ្ចឹងណាហើយក្នុងខ្លួនយើងហ្នឹងបើសិនជាយើងគិតទៅលើឈាមយើងមាន5លីត្រក្នុងខ្លួនយើងហ្នឹងអញ្ចឹងឈាម5លីត្រហ្នឹងបងប្អូនដឹងថាតើវាត្រូវការស្ករប្រហែលអត់ត្រូវការស្ករតែ5ក្រាមទេ5លីត្រហ្នឹងគឺ5ក្រាមទេពេលបងប្អូនងើបពីគេបងប្អូនជួសដៃទៅឃើញស្ករក្រម100ហ្នឹងបាទ89ហ្នឹងបាទអាហ្នឹងគឺជាស្ករដែលវាត្រូវតែនៅក្នុងឈាមយើង5លីត្រហ្នឹងឯងអញ្ចឹងបាទហើយដូច្នេះហើយបានជាការណែនាំគេឲ្យទទួលទានបានរហូតដល់36ឬក៏25ក្រាមហ្នឹងឯងដោយសារតែយើងត្រូវការស្ករហ្នឹងបន្ថែមបង្កើតធម្មពលអីចឹងទៅតែបើសិនជាបងប្អូនអត់ត្រូវការបញ្ចេញធម្មពលកម្លាំងទេបងប្អូនគួរតែដាក់វាចូលលេងអញ្ចឹងណាបាទហើយបងប្អូនញ៉ាំពពុះប្រូតេអ៊ីនឲ្យបានច្រើនជាជាងតែពពុះស្ករគឺរាងកាយយើងអត់ត្រូវការចាំបាច់ទេបាទអត់វាក៏មិនស្លាប់ដែរណារាងកាយត្រូវការចាំបាច់ពពុះប្រូតេអ៊ីនហើយពពុះខ្លាញ់អូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់បាទតើតើជាមួយនឹងចំណេះដឹងមួយនេះជាពិសេសគឺយកចិត្តទុកដាក់នៅកម្រិតស្ករកម្រិតកាបូអ៊ីដ្រាតនៅក្នុងអាហារដែលបងប្អូនទិញយកមកទទួលទាននឹងឯងបាទអរគុណច្រើនបងប្អូនបាទ